ទំនាក់ទំនង NATO និងអាមេរិកធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល77ឆ្នាំសម្ព័ន្ធភាពយោធាដែលរឹងមាំបំផុតរបស់អង្គការ NATO កំពុងប្រឈមមុខទៅនឹងព្យុះសង្គ្រាមនយោបាយដ៏អាក្រក់បំផុតបន្ទាប់ពីទំនាក់ទំនងរវាងអាមេរិកនិងសហភាពអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុតក្នុងរយៈពេល78ទសវត្សរ៍ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ1949យោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារសារព័ត៌មាន Reuters និង The Guardian ចុះផ្សាយនៅដើមខែមេសា2026នេះប្រធានាធិបតីលោក Donald Trump បានប្រកាសជាចំហថាលោកកំពុងពិចារណាយ៉ាងម៉ឺងម៉ាត់ក្នុងការដកអាមេរិកចេញពីសម្ព័ន្ធភាព NATO ការថ្លែងបែបនេះធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលអង្គការមួយនេះទើបតែប្រារព្ធខួបលើក77ឆ្នាំនៃវត្តមានរបស់ខ្លួនដើមចំនៃចំនួនការបដិសេធជួយអាមេរិកភាពតានតឹងបានផ្ទុះឡើងខ្លាំងបន្ទាប់ពីបណ្ដាប្រទេសជាសមាជិក NATO នៅអឺរ៉ុបបានបដិសេធសំណើរបស់ទីក្រុង Washington ក្នុងការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រ Hormuzដើម្បីរួមដៃជាមួយអាមេរិកនិងអ៊ីស្រាអែលក្នុងការប្រជុំមុខដាក់គ្នាជាមួយរងលោក Donald Trump បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដោយលោកហៅអង្គការ NATO ថាជាខ្លាក្រដាស់ដែលចាំតែប្រយោជន៍ពីអាមេរិកប៉ុន្តែមិនព្រមជួយពេលអាមេរិកត្រូវការបើតាមប្រភពពី The Economic Times លោក Trump បានលើកឡើងថាលោកមានអារម្មណ៍ខ្ពើមរអើមចំពោះការដែលអាមេរិកត្រូវចំណាយថវិកាយ៉ាងច្រើនមហាសាលដើម្បីការពារអឺរ៉ុបខណៈដែលប្រទេសទាំងនោះមិនផ្ដល់កិច្ចសហការវិញតែអាមេរិកអាចដកខ្លួនចេញបានពិតមែនដែរឬទោះបីជាមានការគំរាមកំហែងពីប្រធានាធិបតីក៏ដោយក៏មានរបាំងច្បាប់យ៉ាងរឹងមាំកំពុងរារាំងយោងតាមគេហទំព័រព័ត៌មាន Daily Zabas និងច្បាប់ NDAA ឆ្នាំ2024ត្រូវបានអនុម័តដោយប្រសិទ្ធភាពអាមេរិកកន្លងមកបានចែងថាប្រធានាធិបតីអាមេរិកមិនអាចដកអាមេរិកចេញពី NATO ដែលឯកតោភាគីបានទេបើគ្មានការយល់ព្រមពីសម្លេង2ភាគ3នៃប្រសិទ្ធភាពទោះជាយ៉ាងណាអ្នកជំនាញយុទ្ធសាស្ត្របានព្រមានថាទោះបីអាមេរិកមិនដកខ្លួនជាផ្លូវការក៏វត្តមានរបស់លោក Trump បានធ្វើឲ្យសាមគ្គីភាពរបស់ NATO រលាយបាត់អស់ទៅហើយប្រពន្ធពីវិទ្យាស្ថាន Becker Institute បានវិភាគថាទំនុកចិត្តរវាងអាមេរិកនិងអឺរ៉ុបប្រហែលមិនអាចត្រឡប់មកដូចដើមវិញបានទេដែលនេះជាជ័យជំនះផ្នែកភូមិសាស្ត្រនយោបាយសម្រាប់រុស្ស៊ីនិងចិនប្រតិកម្មនៅក្នុងស្រុកសមាជិកប្រសិទ្ធភាពអាមេរិកមកពីគណៈបកទាំងពីរសាធារណរដ្ឋនិងប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយសង្កត់ធ្ងន់ថា NATO គឺជាគ្រឹះនៃសន្តិសុខជាតិអាមេរិកយោងតាម US Senate Foreign Relations Community សមាជិកប្រសិទ្ធភាពបានរំលឹកលោកត្រាំថា NATO ធ្លាប់បានជួយអាមេរិកយ៉ាងខ្លាំងក្លាពីព្រឹត្តិការណ៍21 កញ្ញា2001ហើយការបោះបង់ចោលសម្ព័ន្ធមិត្តគឺជាការធ្វើអត្តឃាតផ្នែកសន្តិសុខបច្ចុប្បន្នពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំកំពូល NATO ដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសទូគីនាខែកក្កដាខាងមុខដែលត្រូវបានគេរំពឹងថានឹងពោរពេញទៅដោយភាពតានតឹងបំផុតក្នុងប្រវត្តិសាស្ត្រ